បើក្បាលរឿងមកគឺថាតួប្រុសយើងទៅចុះពីរថភ្លើងដើម្បីធ្វើដំណើរទៅផ្ទះអញ្ចឹងណាពេលតាមផ្លូវមកផ្ទះនឹងក៏បានជួបជាមួយនឹងពួកអាហ្គេងនេះវារករឿងតួប្រុសយើងគឺវាគប់កតុយបរិយមកក្រោយខ្នងគាត់តែគាត់អត់មានបាននិយាយអីទេគាត់ងាកមកញឹមហើយងក់ក្បាលក៏ដើរចេញទៅបាត់ទៅតែពួកហ្គេងនឹងវាអត់ចិត្តទេវាជិះឡានមកពីក្រោយហើយគៀគាត់ទាល់តែដួលហ្មងដួលហើយគាត់អត់មានថាអីទៀតគាត់សុកចិត្តថាដៃគាត់អត់អីទេឲ្យពួកហ្គេងនឹងទៅតែពួកហ្គេងនឹងវាមិនសុកចិត្តទេវាមកក៏ពួចក៏អាវឲ្យដាល់តួប្រុសយើងមកដៃទាល់តែដួលមិនវាអស់ចិត្តអញ្ចឹងជីវិតតួប្រុសយើងប្រចាំថ្ងៃហ្នឹងគឺជាឪពុកម្នាក់ដែលថាធ្វើការផងត្រូវធ្វើការងារផ្ទះផងដោយសារមានកូនស្រីម្នាក់ដែលត្រូវមើលថែអញ្ចឹងណាគាត់ធ្វើការនៅធនាគារហើយនៅធនាគារហ្នឹងគឺថាគាត់ស្លូតជាងគេអីជាងគេចង់គេស្ដីឲ្យមិនអីមិនក៏អត់តមាត់ដែរត្រឹមតែញញឹមហើយដើរចេញតែប៉ុណ្្នឹងឯងហើយបើកូនស្រីគាត់វិញនៅសាលាគឺត្រូវបានគេបូលីដោយសារថាគាត់អត់មានម្ដាយអត់មានអីអញ្ចឹងណាបើសម្រាប់អាចារ្យនេះវិញគឺមិត្តរួមការងាររបស់តួប្រុសហើយគាត់នឹងត្រូវបានតួប្រុសពឹងឲ្យជួយជូនមកទិញរបស់សម្រាប់ការពារខ្លួនដោយសារតួប្រុសនឹងគាត់ចាស់គាត់អត់ដឹងថាក្មេងស្រីចង់បានអីអញ្ចឹងណាមានណាអាចារ្យមានជូនទៅទិញប្រដាប់ការពារខ្លួនអីអាចារ្យនាំទៅទិញអាវយឺតប្រេនណាណីណោទិញបានសម្រាប់ហើយក៏យកមកផ្ទះតែយកមកផ្ទះនឹងអត់ទាន់ហ៊ានឲ្យកូនទេមកដល់ផ្ទះភ្លាមក៏យកទៅលាក់សិនណាមកដល់ផ្ទះភ្លាមក៏ខំមកនិយាយហៅកូននិយាយហៅអីចឹងទៅតែកូននឹងត្រូវគេបូលីនៅសាលាដោយថាគាត់នឹងមានក្លិនដូចជាមនុស្សចាស់មនុស្សប្រុសចាស់អីចឹងណាហើយគាត់ក៏ខឹងឲ្យគាត់ក៏ស្ដីឲ្យគាត់ថាលើក្រោយឈប់បោកកៅអៅជាមួយគាត់ទៀតរបៀបថាឆ្លោះគ្នាឆ្លោះបកាយគ្នាអញ្ចឹងដោយសារខឹងពីសាលាមកត្រូវគេបូលីហើយពេលកណ្ដាលយប់ឡើងកូនស្រីនឹងងើបមកផឹកទឹកក៏ឃើញឲ្យខ្លួនឯងគេនៅលើសាឡុងបន្ទាប់ពីផឹកស្រាហើយអីអញ្ចឹងណាហើយក៏ហៅឲ្យខ្លួនឯងឲ្យទៅគេនៅក្នុងកន្ទប់វិញតាមពិតកូនស្រីនឹងគាត់ស្រឡាញ់ឲ្យគាត់ទេតែរបៀបថាគ្នាសម្ដីអាក្រក់អីអញ្ចឹងណាអ្នកនរគ្នាឃើញអត់ព្រលឹមឡើងលាងចានហើយទៅរៀនរបៀបថាយប់មិញហ្នឹងដឹងថាខ្លួនឯងសម្ដីរៀងលើសទៅលើឪពុកអីអញ្ចឹងណាតែដល់ពេលទៅដល់សាលាពួកបូលីលេងកាន់តែដៃធ្ងន់នៅគឺយកកៅអៅកីឡាកូនស្រីនឹងយកទៅកវ៉ាត់ចោលក្នុងធុងសម្រាមហ្មងណាឯក៏បានម្នាក់ប្រុសនេះយកកៅអៅយកមកឲ្យខ្ចីហើយតាមពិតទៅកូនស្រីនឹងរបៀបថាគាត់រៀងក្រឹសលើម្នាក់ប្រុសហ្នឹងណាតែការដែលធ្វើឲ្យពួកបូលីនឹងបូលីគាត់កាន់តែខ្លាំងហ្នឹងក៏ដោយសារម្នាក់ប្រុសហ្នឹងដែរដោយសារម្នាក់ប្រុសហ្នឹងគឺត្រូវជាសង្សារម្នាក់ស្រីដែលបូលីកូនស្រីហ្នឹងអញ្ចឹងទៅបានគេហត់តែខឹងគេហត់តែបូលីគាត់ខ្លាំងទៅហ្មងហើយបើពូនេះវិញគឺត្រូវជាមិត្តរួមការងារចាស់របស់តួប្រុសអញ្ចឹងណាតែរាល់ថ្ងៃហ្នឹងគឺជាគ្រូតៃក្វាន់ដូហើយមិនមែនគ្រូតៃក្វាន់ដូមនុស្សធំទេអ្នកទាំងអស់គ្នាគ្រូតៃក្វាន់ដូរបស់កូនក្មេងទៀតហើយបើពូម៉ាប់នេះវិញក៏មិត្តរួមការងារចាស់បោះតួប្រុសដែរហើយជាក់ស្ដែងរងថ្ងៃអត់មានការងារធ្វើទេជូនក្មេងជូនអីឆ្លងផ្លូវអញ្ចឹងទៅហើយការងារកូនគាត់គឺថាលេងវីដេអូហ្គេមហើយថ្ងៃនេះគឺជាថ្ងៃដែលគេត្រូវជួបជុំគ្នាអញ្ចឹងណាក្នុងមួយឆ្នាំគឺ3នាក់នឹងគេជួបគ្នាតែម្ដងឯអ្នកទាំងអស់សារតែការងារពួកគាត់លើកមុនហ្នឹងគឺសិតតែជាគេហៅថាភ្នាក់ងារសម្ងាត់អីអញ្ចឹងណាតិចទៀតទៅដល់មុខទៀតខ្ញុំនឹងបកស្រាយឲ្យថាការងារពួកគាត់មួយធ្វើអីគេទៅមួយឆ្នាំគាត់ជួបគ្នាតែម្ដងហើយកំពុងតែផឹកស៊ីនឹងក៏ជួបគ្នាមួយពួកហ្គេងទៀតហើយពួកហ្គេងនឹងវាឆ្លើយដាក់ម្ចាស់ហាងអីអញ្ចឹងណាគាត់តែអ៊ំនឹងប្រាប់ថាកុំឲ្យជក់បរិយជក់អីនៅក្នុងហាងមានភ្ញៀវមានអីអញ្ចឹងវាស្រែកដាក់អ៊ំនឹងវារវាយអ៊ំនឹងផងអីផងអញ្ចឹងទៅហើយក៏ធ្វើឲ្យពូម៉ាប់យើងនេះរៀងឡើងឈាមអញ្ចឹងណាដោយសារតែគាត់នឹងរៀងស្វឹងផងអីផងរបៀបចាចង់គ្រូតអញ្ចឹងណាតែពូពាក់អាវតៃក្វាន់ដូនេះក៏គាត់ខំនិយាយដើម្បីរងាប់អារម្មណ៍ពូម៉ាប់ថាយើងគ្រាន់តែជាពូម្នាក់ដែលពាក់វ៉ែនតាមានកូនមានអីធ្វើការសាមញ្ញកុំឲ្យពូម៉ាប់នឹងគាត់ខឹងអីអញ្ចឹងណាហើយពូទាំង3នាក់ហ្នឹងតាមពិតក៏សម្រាប់ចិត្តថាដើរចាញ់ឈប់ផឹកឈប់អីគេក៏មកមានរឿងតែណាស់តែពួកអាហ្គេងហ្នឹងវាស្រែកមកជេរគាត់ទៀតហើយជេរគាត់មកជុំឲ្យងុំអ្នកទាំងអស់គ្នាវាឌីលដល់កូនគាត់របៀបថាយកកូនស្រីគាត់មកលេងសើចអីអញ្ចឹងណាមានណាគ្រាន់តែលឺដល់ឈ្មោះកូនស្រីភ្លាម1ទល់នឹង20អ្នកទាំងអស់គ្នាហើយមកដៃមកជើងគឺថាខ្ទាតដល់ឋានអាកាសហ៎និយាយទៅវាយគ្នារហូតដល់ពូតៃក្វាន់ដូនេះគាត់ក៏អត់ឈ្នះដែរដល់ថ្នាក់ប៉ូលីសមកគឺគាត់ហៅប៉ូលីសឲ្យបាញ់អាកាភ្លើងឆក់នឹងឲ្យឆក់ពូម៉ាប់ហ្មងបើមិនចឹងទេគឺថាពួកហ្គេងនឹងដឹងតែងាប់គ្មានដីកប់ហ្មងឥឡូវងាកមកដល់កូនស្រីគាត់វិញនិយាយទៅម្នាក់ប្រុសនឹងមកអង្គុយសួរនាំមើលថាកូនស្រីនឹងចុច like social media គាត់អីចឹងណាហើយសួរថាកូននឹងមែនហើយដល់ពេលកំពុងតែសួរនឹងចៃដននឹងម្នាក់បូលីនឹងវាឃើញទៀតហើយក៏មានជាការហៅកូនស្រីនឹងចូលទៅក្នុងកន្ទប់ស្ងាត់តចង់យកទៅវាយយកទៅអីចឹងណាអ្នកទាំងអស់គ្នាតែដល់ពេលនិយាយឌឺកូននឹងតាក់តនឹងថាកូននឹងអត់ម៉ែអត់អីទៅមានណាកូនស្រីនឹងកំរោលចូលសាប់យកមកកន្លែងហ្នឹងចាគឺថាបែកមុខបែកមាត់ឈាមច្មោះអស់ហើយហៅគេទៅវាយមានណាគេវាយវិញហើយក៏មានជាការទៅប្តឹងនយោហៅឪពុកម្ដាយដើម្បីមកជួបគ្នាអញ្ចឹងតាណាហើយឪពុកកូនមួយដែលបូលីនឹងគឺថាគេអ្នកមានហើយមិនត្រឹមជាអ្នកមាននេះគឺគេហៅថាមេខ្លោងហ្គេងដ៏ធំមួយដែរអញ្ចឹងណាអ្នកទាំងអស់គ្នាគឺហ្គេងគេនឹងសាហាវប្រៃផ្សាយតែម្ដងហ
ហើយដល់ពេលដែលតួប្រុសយើងមកដល់នៅគឺថាគាត់អត់មានការជើងកូនគាត់ឬក៏អត់មានស្ដាប់អីទេគាត់សុកចិត្តលើជង្គង់សុំទោសអ្នកប៊ូលីនឹងហើយគាត់សុកចិត្តបដូរកូនស្រីគាត់ចេញពីសាលានឹងតែម្ដងនិយាយទៅយើងបន្តកូនក៏អត់បានដែរដោយសារនឹងវាចរិតចឹងដែរចេញពីសាលាហើយក៏ឆ្លៀតគម្រាមនាយកសាលាទៀតថាអត់ឲ្យមានរឿងចឹងកើតឡើងលើកូនស្រីគាត់ទៀតទេណែអត់មានថាសួរនាំអីណាអញ្ចឹងបានកូនអញ្ចឹងហើយពេលដែលដើរចេញមកគាត់ថាកូនស្រីនេះគាត់មានជាការខឹងជាមួយនឹងប៉ាគាត់ជាខ្លាំងតាមពិតខឹងមិនម៉ានទេអ្នកទាំងគ្នារបៀបគេហៅថាខកចិត្តហើយនឹងតូចចិត្តដោយសារខ្លួនឯងអត់កាន់ជើងអត់ស្ដាប់ហេតុផលថាខ្លួនឯងខុសឬក៏ត្រូវអញ្ចឹងណារបៀបគាត់ថាឲ្យប៉ាគាត់ថាគាត់អត់មានម្ដាយទេមានតែឪពុកទេហើយបើសិនជាគាត់មានតែឪពុកហើយឪពុកគាត់អត់ជឿទុកចិត្តហើយអត់ឈរខាងគាត់ទេតើមានអ្នកណាទៅឈរខាងគាត់ហើយឪពុកនេះគាត់តែលឺអញ្ចឹងគឺថាទឹកមុខលក្ខណៈគេហៅថាឈឺផ្សាឈឺពេញអរ៉ាហ្មងអ្នកទាំងគ្នាតែគាត់ត្រូវតែធ្វើបែបហ្នឹងដោយសារគាត់ត្រូវរស់នៅយ៉ាងស្ងៀមស្ងាត់បំផុតអត់អាចលេចធ្លោអត់អាចអីបានទេយប់ឡើងនឹងគឺជាខុសកណ្ដាលរបស់កូនស្រីនឹងតែគាត់ទេទៅម្ដងកូនស្រីនឹងអត់លើគាត់ក៏អត់ហ៊ានទេទៅទៀតដែរដោយសារកូនស្រីនឹងថាហ៊ានតែមករំខានគាត់ទៀតគឺគាត់រត់ចោលទេហើយអញ្ចឹងលោកឪពុកនឹងគឺថាសុកចិត្តអង្គុយចាំរហូតដល់ភ្លឺតែនៅតែអត់ឃើញកូនមកផ្ទះទៀតដោយសារតែកូនគាត់អត់ដែរបាត់ពីផ្ទះអញ្ចឹងគាត់ក៏ដាច់ចិត្តទេទៅរកពូម៉ាក់ស្រីកូននឹងអញ្ចឹងណាហើយទេទៅពូម៉ាក់កូននឹងក៏និយាយថាគឺអត់បានឃើញកូនស្រីនឹងទេអត់បានជួបជាមួយនឹងកូនស្រីនឹងទេគាត់ទៅលឺអញ្ចឹងភ្លាមគឺថាគាត់ទៅដល់សាលាភ្លាមហើយក៏បានជួបជាមួយនឹងក្រឹសរបស់កូនស្រីគាត់នេះហើយមើលមុខគាត់ដូចជាត្រូវគេវាយគេអីអញ្ចឹងហើយគាត់ក៏បានសួរថាមានបានជួបកូនគាត់អត់ហើយម្នាក់ផងនឹងអត់និយាយអីទាំងអស់គាត់តែនិយាយថាគឺគាត់អត់បានផ្ញើសារទៅកូនស្រីគាត់ទេអ្នកដែលផ្ញើសារនឹងគឺមិនមែនគាត់ទេគាត់តែលឺអញ្ចឹងភ្លាមគាត់ក៏ប្រឹងស្វាត់ស្វែងដល់រកកូនស្រីគាត់នៅក្នុងបរិវេណសាលានៅជុំវិញបរិវេណសាលាហ្នឹងអីអញ្ចឹងណាដើរគាត់ក៏ឃើញដានឈាមហើយក៏គាត់ដើរតាមដានឈាមនឹងទៅស្រាប់តែឃើញដុំថ្មមួយដុំហើយសិតតែធ្លុកឈាមនៅជាប់ដុំថ្មនឹងតែម្ដងឃើញអញ្ចឹងហើយគឺគាត់អត់មានទៅណាគឺគាត់ឈរចាំនៅកន្លែងកោតហេតុនឹងតែម្ដងចាហើយអ្នកដែលវាយគេនឹងគឺវាភ័យក៏វាត្រឡប់មកមើលកន្លែងកើតហេតុវិញដើម្បីរកមកលុបឈាមលុបអីអញ្ចឹងណាតែចៃដន្យអីគឺភ្លៀងនឹងវាហូរអាឈាមនឹងទឹកបាត់អស់មានណាតួប្រុសយើងក៏ចេញពីក្រោយខ្លងមកផ្លឹបហើយដោយសារគាត់រើបាខ្សែចងសក់របស់ម្នាក់ស្រីបូលីនឹងមកគាត់ក៏សួរថាខ្សែចងសក់នឹងរបស់ក្មួយមែនហើយក្មួយដឹងថាកូនពូនៅណាអត់តែម្នាក់ស្រីនឹងគឺថាអត់ឆ្លើយមកគាត់ទេពងតែភ័យហើយអាជើងកាងមួយដែលមកមួយម្នាក់ស្រីនឹងគឺទៀតថាគេខ្លាំងណាស់គេដោះអាវដោះអីបង្ហាញសាក់ឲ្យមកទាញអាវទូប្រុសនឹងឲ្យដោះអញ្ចឹងណារបៀបថាចង់ប្រវោទូប្រុសនឹងវាយគ្នាស្រាប់តែមានណាអ្នកអូយហែកមកខ្វោកលេងណមើលខ្លួនចិត្តតែស្នាមកបត់ថងស្នាមកភ្លើងហងអូយប្រៃផ្សៃណាខ្លួនអញ្ចឹងមកដឹងពីប្រវត្តិរបស់តួប្រុសយើងវិញសូម្បីតែមេនៅអង្គភាពគាត់ក៏ខ្លាចគាត់ដែរគេហៅឈ្មោះក្រៅគាត់គឺ66ធ្លាប់ធ្វើការជាអ្នកស៊ើបការសម្ងាត់នៅខាងកូរ៉េខាងជើងតែបានរត់ចេញពីស្រុកអញ្ចឹងណាហើយក៏បានត្រូវកូរ៉េខាងត្បូងជ្រើសរើសគាត់យកមកចូលធ្វើជាភ្នាក់ងារសម្ងាត់វិញហើយគាត់គឺជាអ្នកបំពេញបេសកកម្មផ្នែកចារកម្មធំទៅឲ្យកូរ៉េខាងត្បូងអញ្ចឹងដូចជាការសម្លាប់មេបញ្ជាការកម្ពុជារបស់កូរ៉េខាងជើងហើយសូម្បីតែប្រទេសរុស្ស៊ីជាមួយនឹងប្រទេសចិនក៏គេមានដាក់ភ្នាក់ងារគេដើម្បីមកស្វែងរកគាត់ដែរអញ្ចឹងហើយទើបគាត់លាក់ខ្លួនរស់នៅបែបស្ងប់ស្ងាត់អត់ហ៊ានបញ្ចេញខ្លួនឯងថាជាពីណាគេអញ្ចឹងណាអញ្ចឹងនិយាយទៅរងថ្ងៃហ្នឹងក៏គាត់រស់នៅបែបលក្ខណៈលាក់ខ្លួនពីព្រោះថាសូម្បីតែតាហ៊ាននៅខាងកូរ៉េខាងត្បូងហ្នឹងក៏តាមចាប់គាត់ដែរគឺគេអត់ឲ្យគាត់ចេញពីអង្គភាពទេតែគាត់លួចចេញតែខ្លួនឯងតែម្ដងហើយសូម្បីតែនៅខាងកូរ៉េខាងជើងខាងចិនខាងរុស្ស៊ីអីគឺថាគេតាមចាប់ខ្លួនគាត់ទាំងអស់ពីព្រោះគាត់ហ្នឹងគេហៅថាជាមនុស្សដែលគ្រោះថ្នាក់ជាស្ប៉ៃគេហៅថា danger number 1ហ្មងគ្រោះថ្នាក់ខ្លាំងមែនតើហ្មងពួកដែលធ្វើបាបកូនស្រីគាត់នឹងដឹងតែងាប់គ្មានដីកប់ទេនិយាយទៅឆ្ងាញ់ជាងគេក៏កន្លែងនេះអូម៉ាត់មកដោយផ្លាច់ហោះដាច់ផ្ងាទៅក្រោយហ្មងអូមកដៃនេះនិយាយទៅអញ្ចឹងភាគមួយយើងក៏បានចប់ត្រឹមហ្នឹងហើយណាអ្នកទាំងអស់គ្នាកុំភ្លេច like និង subscribe ដើម្បីបន្តទៅភាគ2បន្តទៀតណា